សួស្តីបងប្អូនអ្នកគ្នាថ្ងៃនេះខ្ញុំសូមនាំបងប្អូនមកមើលការដាក់ទ្វារថ្មីមួយនេះមុននឹងចាប់ផ្ដើមការងារយើងត្រូវពិនិត្យទីតាំងជាមុនសិនដើម្បីវាស់ទំហំឲ្យបានត្រឹមត្រូវហើយនឹងរៀបចំសម្ភារៈឲ្យបានគ្រប់គ្រាន់បន្ទាប់មកយើងចាប់ផ្ដើមវាស់កម្ពស់និងទទឹងទំហំឲ្យបានស្មើគ្នាដើម្បីឲ្យដាក់ទ្វារទៅវាមានភាពត្រង់និងស្អាតការងារបែបនេះទោះបីមើលទៅមិនធំដុំក៏ដោយប៉ុន្តែត្រូវការយកចិត្តទុកដាក់ខ្លាំងព្រោះបើវាស់ខុសឬដាក់មិនត្រង់អាចធ្វើឲ្យទ្វារបិទបើកមិនស្រួលបានបន្ទាប់ពីវាស់ស៊ុំរួចយើងចាប់ផ្ដើមដាក់ទ្វារនិងចាប់ដំឡើងផ្នែកជាប់ផ្សេងនិងពិនិត្យគ្រប់កន្លែងឲ្យបានល្អរួចមកយើងត្រួតពិនិត្យការបិទបើកទ្វារដើម្បីប្រាកដថាទ្វារបិទបើកបានល្អមិនជាប់មិនគៀហើយមានភាពរលូនចុងក្រោយយើងសម្អាតកន្លែងធ្វើការនិងពិនិត្យស្នាដៃទាំងមូលម្ដងទៀតនេះហើយជាលទ្ធផលការងារដែលបានសម្រេចទ្វារពណ៌សជាមួយក្បាច់ដែករចនាយ៉ាងស្អាតមើលទៅសាមញ្ញប៉ុន្តែមានភាពប្រណិតតែសមជាមួយផ្ទះសម្រាប់ខ្ញុំការងារមួយមិនមែនធ្វើឲ្យរួចពីដៃទេប៉ុន្តែខ្ញុំចង់ឲ្យអតិថិជនទទួលបានស្នាដៃដែលស្អាតរឹងមាំនិងអាចប្រើប្រាស់បានយូរអរគុណបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រស្នាដៃរបស់ខ្ញុំនិងលើកទឹកចិត្តការងាររបស់ខ្ញុំបើបងប្អូនមានតម្រូវការចង់ធ្វើទ្វារបង្អួចឬការងារដែកផ្សេងអាចតាក់ទងមកខ្ញុំបានជួបគ្នានៅការងារបន្តទៀតអរគុណបងប្អូនទាំងអស់គ្នាសុខសប្បាយ